អត់បនទៀននៅប្រទេសកូរ៉េមួយឆ្នាំមានម្ដងអញ្ចឹងទេបងប្អូនគួរតែអធិស្ឋានឲ្យគ្នាបានយើងអធិស្ឋានឲ្យគ្នាទៅហ្នឹងយើងកុំរករឿងគ្នាអីពេលយើងមានបញ្ហាអីមួយអញ្ចឹងទៅក៏យើងពិបាកក្នុងការដោះស្រាយដែរព្រោះច្បាប់នៅប្រទេសកូរ៉េគឺតឹងខ្លាំងមែនតើគឺអត់ដូចច្បាប់នៅស្រុកខ្មែរទេហ្នឹងហើយតាប៉ូលីសចាប់បានគេសួរនាំយើងតែយើងឆ្លើយមិនចេញគឺគេនឹងបញ្ជូនយើងទៅខ្មែរវិញហើយប្រហែលថ្ងៃហ្នឹងគឺខ្ញុំឃើញបងប្អូនពលករខ្មែរយើងនៅប្រទេសកូរ៉េហ្នឹងហើយកំពុងតែមានការឆ្លោះគ្នាគេថាវីដេអូហ្នឹងគឺផ្ទុះខ្លាំងមែនតើថ្ងៃជួសក់បនឈប់សម្រាប់នៅក្នុងប្រទេសកូរ៉េប្រហែលថ្ងៃនេះផងដែរគឺមានឃើញការឆ្លោះប្រកែកគ្នាគឺអ្វីតបគ្នាគឺខ្លាំងមែនតើខ្ញុំមកហ្នឹងគឺអត់ចង់មកនិយាយឲ្យច្រើនទេចំពោះខ្ញុំដែលនៅចិត្តហ្នឹងហើយខ្ញុំក៏នៅមិនឆ្ងាយពីសមុទ្រប្រហែលដែរហ្នឹងហើយគឺឃើញថាសារតែប្រហែលខែនេះគឺខ្ញុំអត់សូវបានទៅលេងញាប់ទេហើយខ្ញុំមិនដឹងថាប្រកួតទៅម្លងមកថ្មីឬមួយក៏ប្រកួតមកពីតំបន់ឆ្ងាយៗគាត់មកលេងបែបហ្នឹងហើយជាការពិតទៅបនថ្ងៃជប់សម្រាប់ជួបសុករដូវភ្ជុំបិណ្ឌខ្មែរយើងមួយឆ្នាំគឺមានតែម្ដងទេអញ្ចឹងហើយមានបងប្អូនយើងនៅមិនថាទីចិត្តទីឆ្ងាយទេគេមានបងប្អូនគាត់មកលេងច្រើនខ្លាំងមែនតើបើដែលសំខាន់គឺពីបំផុតពីការឆ្លោះប្រកែកគ្នាតែហើយអ្វីដែលសំខាន់គឺខ្ញុំឆ្ងល់ថាយើងឆ្លោះគ្នាទៅអីយើងឆ្លោះទៅវាបានអីមកវិញគឺជាអ្វីដែលខ្ញុំឆ្ងល់ខ្លាំងមែនតើយើងមកដល់ប្រទេសគេហើយយើងគួរតែជួបជុំគ្នាម្ដងបងប្អូនខ្មែរគេថា KSK អញ្ចឹងណានឹងខ្មែរស្រឡាញ់ខ្មែរអញ្ចឹងតែតើនេះមិនខ្មែរស្រឡាញ់ខ្មែរទេគឺសង្គ្រាមខ្មែរវាខ្មែរអញ្ចឹងណាជាពេលខ្លះការរួមលេងសើចសប្បាយជាទៅវាតែងតែមានកាយវិការវាខុសឆ្គងតិចតួចតែអញ្ចឹងយើងខ្មែរដូចខ្មែរជាគ្នាយើងកុំប្រកាន់អីពេលខ្លះគាត់ថាពេលពួកយើងធ្វើអញ្ចឹងអត់បានអីមកវិញទេអញ្ចឹងទេយើងគួរតែចេះរាប់អានគ្នាស្រឡាញ់គ្នាក៏ល្អដែរតែពេលខ្លះក៏វាលក្ខណៈថាទី1អាចថាជា style បុគ្គលអាចថាវាជាការក្បាច់បុគ្គលពីដើមមកអាចថាមួយទៀតវាជាការឌឺដងគ្នាអញ្ចឹងទៅនៅពេលដែលខ្ញុំឆ្ងល់អនុរពេលដែលបងប្អូនគាត់មកលេងសួនម្ដងគឺតែងតែមានការឆ្លោះប្រកែកគ្នានឹងឲ្យឆ្លោះគ្នាវ័យគ្នាពេលដែលយើងវ័យគ្នាអញ្ចឹងទៅអាចថាមានរបួសទាំងសងខាងហើយមួយទៀតពេលដែលយើងមានគ្រោះថ្នាក់អីអញ្ចឹងទៅពេលខ្លះយើងទៅពេទ្យទៅអីអញ្ចឹងទៅតែឯងទេបើយើងរកអ្នកបកប្រែយ៉ាងណាគឺអស់លុយដែរហើយអ្វីដែលសំខាន់សួរស្រួលប៉ូលីសចាប់បានអាចបញ្ជូនយើងទៅខ្មែរទៀតអ្វីដែលសំខាន់នោះគឺប៉ះពាល់ដល់មុខមាត់ប្រទេសជាតិអញ្ចឹងទៀតពេលមកធ្វើការងារនៅក្នុងប្រទេសគេហើយយើងមកបករឿងបែបហ្នឹងទៀតពេលតែគេចាប់បានយើងទៅវាអាប់អោនដល់មុខមាត់ក្នុងប្រទេសជាតិយើងផងដែរអញ្ចឹងហើយអ្វីដែលសំខាន់នោះគឺបើយើងមិនស្រឡាញ់ប្រទេសជាតិយើងទេយើងគួរតែអាណិតឪពុកម្ដាយរបស់យើងផងមុននឹងគាត់ឲ្យយើងឡើងមកកូរ៉េនិងមកធ្វើការងារប្រទេសកូរ៉េគឺគាត់រំពឹងលើយើងទុកចិត្តលើយើងក្តីសង្ឃឹមលើយើងអញ្ចឹងយើងអត់អាណិតពួកគាត់យើងមកហើយយើងមកបកករឿងបែបហ្នឹងទៀតចឹងទេពេលណាគាត់ដឹងពីបញ្ហាហ្នឹងទៅធ្វើឲ្យគាត់មានការឈឺចាប់ខ្លាំងខ្ញុំគ្រប់គ្រងជាសំណុំពររបស់ខ្ញុំយើងទៅធ្វើបែបហ្នឹងគឺចង់ឈប់បានយើងឈប់ទៅហ្នឹងហើយយើងលេងមកសប្បាយហ្នឹងយើងខុសឆ្គងយើងអធិស្ឋានឲ្យគ្នាទៅហ្នឹងបន្តិចបន្តួចខ្មែរស្រឡាញ់ខ្មែរ KSK ហ្នឹងគឺជាសំណុំពររបស់ខ្ញុំអូនសុំទោសអូនសុំទោស